សួស្តីអ្នកទាំងអស់គ្នាគឺជាភាគ8អូនចូលកុំភ្លេចជួយ Subscribe and Like ក្រោយមកសំឡេងក្រហមដ៏ស្រទន់មួយបានបន្លឺឡើងពាសពេញកប៉ាល់ទាំងមូលស្នូលមួយដែលគ្រប់ដណ្ដប់ដោយអក្សររូនបានបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះទៅក្នុងទូកប៉ាល់ឆន្ទៈដ៏សាមញ្ញរបស់កប៉ាល់បានប្រែក្លាយទៅជាកុងសូលបញ្ជានិមិត្តដែលមានបច្ចេកវិទ្យាខ្ពស់ដោះសការរុករកសកម្មលបឿនអតិបរមា40 knots យើងមិនដែលពឹងផ្អែកលើអាកាសធាតុនិងរងចាំខ្យល់ម្ដងទៀតទេខ្ញុំបានកំណត់បញ្ជាទៅមុខទួប៊ីនខាងក្រោយបានបាញ់ទឹកពណ៌ខៀវចាស់មួយចេញមកហើយកប៉ាល់ Leviathan បានបាញ់ឆ្លងកាត់ផ្ទៃសមុទ្រដូចជាព្រួញចេញពីធ្នូខ្ញុំបានបង្វិលចង្កូតយ៉ាងខ្លាំងហើយកប៉ាល់យក្សរ៉ីម៉ែត្របានគូររង្វង់អន្តែតយ៉ាងល្អឥតខ្ចោះនៅលើផ្ទៃសមុទ្រខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងស្រែកហ៊ោកញ្ជ្រៀវនិងលោតដោយក្តីរីករាយសំឡេងទឹកកកមួយបានបោកបក់មកលើក្បាលរបស់យើងការប្រកាសរបស់ព្រះសមុទ្ររលកយ៉ាស៊ូណាមលើកទី2នឹងមកដល់នៅម៉ោង9ព្រឹកថ្ងៃស្អែកអង្គតង់ស៊ីតេនឹងត្រូវបានកែតម្រូវដោយថាមវុនដោយផ្អែកលើកម្លាំងរួមរបស់កប៉ាល់នាវាបានស្ងាត់ឈឹងភ្លាមកែតម្រូវដោយផ្អែកលើកម្លាំងនោះមានន័យថាកប៉ាល់របស់យើងកាន់តែរឹងមាំរលកយ៉ាស៊ូណាមកាន់តែគួរឲ្យខ្លាចតើអ្នកកំពុងភ័យស្លន់ស្លោអ្វីខ្ញុំស្រែកដោយត្រជាក់ដើម្បីទប់ស្កាត់ការភ័យស្លន់ស្លោរបស់ហ្វូងមនុស្សទាំងមូលកាលពីអតីតកាលសម័យក្បូនរលកយ៉ាស៊ូណាមគឺជាគ្រោះមហន្តរាយធម្មជាតិឥឡូវនេះយើងជាកប៉ាល់ទេសចរកម្រិត5រលកយ៉ាស៊ូណាមគឺជាអាហារប៊ូហ្វេដែលផ្ញើមកយើងដោយព្រះសមុទ្រដោយមានការជំរុញពីពាក្យរបស់ខ្ញុំមនុស្សគ្រប់គ្នាភ្ញាក់ឡើងភ្លាមសត្វចម្លែកនៅក្នុងរលកយ៉ាស៊ូណាមទាំងអស់សុទ្ធតែជាប្រអប់គុតគង់ដាអេលេណាបានដាក់ចេញយុទ្ធសាស្ត្រភ្លាមសូអ៊ីនិងលូណានឹងបិទទ្វារក្នុងការប្រយុទ្ធប្រកៀកប្រកិតក្លូអ៊ីនិងបង្ក្រាបដោយអណ្ដាតភ្លើងនាគពីលើអាកាសសូហ្វីនឹងគ្រប់គ្រងសមរភូមិដោយពុះខ្យល់ហើយក្មេងស្រីដែលនៅសល់ជាង90អ្នកនឹងធ្វើការជាពីរវេនដោយប្រើធ្នូដៃសម្រាប់ការពារភ្លើងខ្ញុំនឹងគ្រប់គ្រងសមរភូមិទាំងមូលម៉ោង8:50ព្រឹកថ្ងៃបន្ទាប់មនុស្សគ្រប់គ្នាប្រដាប់អាវុធពេញលេញហើយឈរជាក្បួនយ៉ាងតឹងរឹងការរាប់ថយក្រោយបានឈានដល់0សំឡេងក្រហមនៅលើជើងមេឃឆ្ងាយរលកយក្សខ្មៅកម្ពស់10ម៉ែត្របានបោកបក់ក្នុងល្បឿនដ៏គួរឲ្យភ័យខ្លាចនៅលើកំពូលរូបមានសត្វចម្លែកសមុទ្រដែលផ្លាស់ប្ដូររូបរាងយ៉ាងក្រាស់ក្រែលក្រហមទប់ខ្លួនឲ្យនឹងខ្ញុំបានលាបដៃរបស់ខ្ញុំភ្លាមប៉ូស៊ីដុនកំពុងចងទឹកសមុទ្រក្នុងចម្ងាយ100ម៉ែត្រពីកប៉ាល់យក្សលេវីយ៉ាថានបានពុះភ្លាមរបាំងទឹកសមុទ្ររឹងមាំបានលេចចេញពីដីបង្កើតបានជាខ្សែការពាររាងជារង្វង់ប៊ូមរលកយក្សបានបោកបក់យ៉ាងខ្លាំងទៅលើជញ្ជាំងទឹកកម្ម1000ម៉ែត្របានញ័រយ៉ាងខ្លាំងសត្វចម្លែករាប់មិនអស់ត្រូវបានកំទេចជាបំណែកហើយត្រូវបានជញ្ជាំងទឹកបោកបក់យកទៅត្រីខ្លះដែលរអិលចូលសំណាញ់បានធ្លាក់មកលើនាវាដោយប្រើកម្លាំងប៉ះទង្គិចភ្លើងអេលេណាបានបាញ់វាវីសធ្នូដៃជាង90ដើមបានបាញ់ព្យុះដែកសត្វចម្លែកដ៏ធំមួយដែលជាការរួមបញ្ចូលគ្នារវាងមឹកនិងក្តាមបានស្ទុះមកបោះសម្អាតត្រសក់ទាំង8របស់វាពួកគេនឹងយកវារាងកាយតូចច្រឡឹងរបស់សូអ៊ីបានលើកខែប៉ុមឡើងដើម្បីទប់វាដោយសំឡេងគោះខ្លាំងនាងបានព្យួររាស់លេនឋានជ្រៅពីនៅលើនាវាប៉ុន្តែបានកាន់វាយ៉ាងរឹងមាំលូណាបានវិលជុំវិញពីក្រោយដូចជាខ្មោចដាវខ្លីរបស់នាងបានទម្លុះចូលទៅក្នុងចន្លោះនៃសម្បុកឬស្គល់នៃជើងដាវគូទី3របស់វានៅលើពោះរបស់វាគឺមជ្ឈមណ្ឌលសរសៃប្រសាទរបស់វាខ្ញុំក្រហមខណៈពេលដែលរក្សាការយល់ដឹងអំពីភាពទន់ខ្សោយលូណាបានបន្ទាបខ្លួនចុះរួចចាក់ចំចំណុចខ្សោយនោះសត្វចម្លែកយក្សនោះបានស្រែកយំយ៉ាងសោកសៅរួចក៏ស្លាប់នៅនឹងកន្លែងរលកទី2កាន់តែសាហាវទៅសត្វជីងចក់យក្សសមុទ្រជ្រៅប្រវែង10ម៉ែត្រពណ៌ខ្មៅស្រអែមមួយក្បាលបានលោតឡើងលើនាវាដោយបើកមាត់បង្ហូរឈាមដើម្បីខ្ជាក់កាំរស្មីថាមពលខ្មៅមួយដែលចង្អុលទៅកាន់ក្រុមអ្នកបាញ់ធ្នូរបស់យើងជិតស្លាប់ដោយគិតមួយសន្ទុះដៃទឹកសមុទ្រដ៏ធំមួយបានងើបឡើងភ្លាមដោយរារាំងកាំរស្មីថាមពលយ៉ាងរឹងមាំចំហាយទឹកបានហុយឡើងយ៉ាងខ្លាំងភ្លើងបានឆាបឆេះលើមាត់របស់វាអណ្ដាតភ្លើងនាគរបស់ឆ្លូលំពេងខ្លីរបស់សូនិងព្រួញរាប់សិបដើមបានបាញ់ចូលទៅក្នុងមាត់ជីងចក់យក្សក្នុងពេលដំណើរគ្នាជីងចក់យក្សនោះត្រូវបានវាយបោកជាបន្តបន្ទាប់ខ្ញុំលោតឡើងខ្ពស់ទៅលើអាកាសធ្វើឲ្យសកម្មនៅកម្លាំងកាត់កណ្ដៀវច្រូតដ៏ខ្លាំងក្លាដែលផ្ទុកការខូចខាត3ដងបានធ្លាក់ពីលើមេឃដូចជាការដាក់ទណ្ឌកម្មដ៏ទេវភាពទម្លុះក្បាលជីងចក់យក្សនោះក្នុងពេលតែមួយសម្រាប់ក្រុមវរជនដំបូងទទួលបានកម្លាំងព្យុះទី1បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមពេញ1ម៉ោងរលកយ៉ាស៊ូណាមបានដកថយវិញនាវា Leviathan ពោពេញទៅដោយសាកសពសត្វចម្លែកឈាមហូរដូចទន្លេប៉ុន្តែពួកយើង100នាក់គ្មានអ្នកស្លាប់និងរបួសឡើយដោយបានការពារខ្លួនដោយជោគជ័យប្រឆាំងនឹងរលកយ៉ាស៊ូណាមរង្វាន់សម្រាប់ការតាំងទីលំនៅត្រូវបានចែកចាយពន្លឺពណ៌មាស2បានធ្លាក់មកទទួលបាន Storm Core 1គ្រឿងទទួលបាន Epic Treasure Hub 1គ្រឿងសំឡេងអបអរសាទរនៃការរស់រានមានជីវិតពីគ្រោះមហន្តរាយបានផ្ទុះឡើងនៅលើនាវា
ក្មេងស្រីបានចាប់ផ្ដើមសម្អាតសមរភូមិយ៉ាងប៉ិនប្រសប់ហើយកងពោប្រដាប់អាវុធក៏បានសម្អាតសាកសពផងដែរខ្ញុំបានជួសជុលកប៉ាល់រួចរាល់ទះដៃហើយផ្ដល់សញ្ញាឲ្យមនុស្សគ្រប់គ្នាមើលជ័យជំនះដ៏អស្ចារ្យនៅថ្ងៃនេះក្រៅពីយុទ្ធសាស្ត្រដែលបានអនុវត្តយ៉ាងល្អគុណសម្បត្តិដ៏អស្ចារ្យបំផុតត្រូវបានប្រគល់ជូនទេពធីតានៃសំណាងរបស់យើងខ្ញុំបានសម្លឹងមើលលីលីនៅជ្រុងផ្លូវដែលកំពុងរុំរបួសនរណាម្នាក់ស្វីសភ្នែកជិត100សម្លឹងមើលនាងលីលីឡើងក្រហមភ្លាមខ្ញុំបានដើរទៅរកនាងហើយនៅចំពោះមុខអ្នករាល់គ្នាខ្ញុំបានលូកដៃទៅចាប់សក់សើមញើសរបស់នាងទៅក្រោយត្រចៀកដោយចុងម្រាមដៃរបស់ខ្ញុំបានជូតលើត្រចៀកដ៏កក់ក្ដៅរបស់នាងអ្នកបានបើកទ្រូងដ៏អស្ចារ្យមួយវិញទៀតខ្ញុំបានផ្អៀងទៅជិតត្រចៀកនាងហើយបន្ថយសំឡេងមកបន្ទប់ខ្ញុំយប់នេះខ្ញុំនឹងបង្រៀនអ្នកពីបច្ចេកទេសប្រយុទ្ធមួយចំនួនដែលមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលអាចរៀនបានជើងរបស់លីលីទុនទៅចិត្តរបស់នាងញ័រដោយសំឡេងរំខានមុខឡើងក្រហមនាងបានដើរទៅទ្រូងដោយសង្កត់បាតដៃទាំងពីររបស់នាងចូលគ្នាអធិស្ឋានចុចទ្រូងបានបើកសមិទ្ធភាពធ្វើឲ្យប្រសើរឡើងនៅសួនច្បារអេកូឡូស៊ីមូលដ្ឋានដ៏ល្អឥតខ្ចោះអាចចាប់ផ្ដើមធ្វើស្រែចម្ការឥឡូវនេះការស្ដារធម្មពលផ្លូវចិត្តដ៏អស្ចារ្យរបស់ចិញ្ចៀនស៊ីរ៉ែន30តម្លៃជំនាញ20និងអាចរក្សាទុកជំនាញប្រភេទទឹកសម្រាប់ការបញ្ចេញភ្លាមវត្ថុបុរាណវេទមន្តកម្រិតខ្ពស់ខ្ញុំបានពាក់វាភ្លាមកម្លាំងផ្លូវចិត្តរបស់ខ្ញុំបានងើបឡើងវិញយ៉ាងអស្ចារ្យបន្ទាប់មកយើងបានតម្រៀបគ្រាប់ពន្លឺដែលទម្លាក់ដោយសត្វចម្លែកនៅលើដីបន្ទះឈើមួយចំនួនធំភ្លុកដែកនិងអាហារក៏ដូចជាគំរូប៉មព្រួញសាមញ្ញមួយនិងកាត់បដូរគ្រាប់ពូជទីបំផុតយើងអាចញ៉ាំបន្លែស្រស់បានហើយលូណាបានរើសកាតមួយដែលបញ្ចេញពន្លឺពណ៌ស្ពីគំនរសាកសពផឹកកាតដាស់ទេពកសហ្វូងមនុស្សទាំងមូលបានទប់ដង្ហើមក្នុងចំណោមក្មេងស្រី99នាក់នៅតែមានមនុស្សសាមញ្ញមួយចំនួនតូចដែលមិនទាន់ភ្ញាក់ពីដំណេករឿងនេះអាចផ្លាស់ប្ដូរវាសនារបស់មនុស្សម្នាក់ទល់នឹងមេឃខ្ញុំបានសម្លឹងមើលហ្វូងមនុស្សហើយប្រគល់កាតនោះទៅឲ្យក្មេងស្រីធាត់ម្នាក់ដែលមានរូបរាងទាបដែលទើបតែធ្វើការយ៉ាងលំបាកបំផុតក្នុងការដឹកសាកសពប៉ាទីវាជារបស់អ្នកព្រោះអ្នកបានខិតខំប្រឹងប្រែងបំផុតនៅពេលនេះដែលផ្ដល់រង្វាន់ដោយផ្អែកលើគុណសម្បត្តិប៉ាទីបានយកវាដោយភ្នែកដែលតុបតែងឡើងវិញដោយដាស់ទេពកោសល្យឲ្យគោមុនភ្លាមនាងអាចកំណត់អត្តសញ្ញាណជាតិពោលនិងចម្អិនអាហារកម្រិតខ្ពស់ការគ្រប់គ្រងផ្នែកភស្តុភារដ៏ល្អឥតខ្ចោះជាមួយនឹងរឿងនេះរង្វាន់ត្រូវបានបែងចែកហើយកម្លាំងរបស់មនុស្សគ្រប់គ្នាក៏កើនឡើងយ៉ាងខ្លាំងយប់នោះងឹតដូចទឹកខ្មៅទ្វារកាប៊ីនរបស់ប្រធានក្រុមត្រូវបានគូសយ៉ាងស្រាលលីលីដោយកាន់ជាអាវសិស្សសាលារបស់នាងបានដើរចូលមកដោយភ័យដូចកូនជៀមដែលកំពុងរងចាំការសម្លាប់ប្រធានក្រុមតើអ្នកកំពុងរកខ្ញុំមែនទេខ្ញុំបានដាក់ដាវវែងដែលខ្ញុំកំពុងជូតចុះដើរទៅរកនាងមួយជំហានម្ដងហើយចាប់ដៃតូចត្រជាក់របស់នាងហេតុអ្វីបានជាដៃរបស់អ្នកត្រជាក់ម្លេះខ្ញុំបានទាញនាងទៅបង្អួចដ៏ធំពីរជាន់ដល់ពិដានដោយអបដៃខ្ញុំធ្នំជុំវិញចង្កេះរបស់នាងពីក្រោយតាមរយៈសម្លៀកបំពាក់ស្ដាងរបស់នាងអាចមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំកំពុងលោតញាប់ទទួលបាន Storm Cold មួយគ្រឿងទទួលបាន Epic Treasure Hook មួយគ្រឿងសម្លេងអបអរសាទរនៃការរស់រានមានជីវិតពីគ្រោះមហន្តរាយបានផ្ទុះឡើងនៅលើនាវាក្មេងស្រីបានចាប់ផ្ដើមសម្អាតសមរភូមិយ៉ាងប៉ិនប្រសប់ហើយកងពោប្រដាប់អាវុធក៏បានសម្អាតសាកសពផងដែរខ្ញុំបានជួសជុលកប៉ាល់រួចរាល់ទះដៃហើយផ្ដល់សញ្ញាឲ្យមនុស្សគ្រប់គ្នាមើលជ័យជំនះដ៏អស្ចារ្យនៅថ្ងៃនេះក្រៅពីយុទ្ធសាស្ត្រដែលបានអនុវត្តយ៉ាងល្អគុណសម្បត្តិដ៏អស្ចារ្យបំផុតត្រូវបានប្រគល់ជូនទេពធីតានៃសំណាងរបស់យើងខ្ញុំបានសម្លឹងមើលលីលីនៅជ្រុងផ្លូវដែលកំពុងរុំរបួសនរណាម្នាក់ស្វីសភ្នែកជិត100សម្លឹងមើលនាងលីលីឡើងក្រហមភ្លាមខ្ញុំបានដើរទៅរកនាងហើយនៅចំពោះមុខអ្នករាល់គ្នាខ្ញុំបានលូកដៃទៅចាប់សក់សើមញើសរបស់នាងទៅក្រោយត្រចៀកដោយចុងម្រាមដៃរបស់ខ្ញុំបានជូតលើត្រចៀកដ៏កក់ក្ដៅរបស់នាងអ្នកបានបើកទ្រូងដ៏អស្ចារ្យមួយវិញទៀតខ្ញុំបានផ្អៀងទៅជិតត្រចៀកនាងហើយបន្ថយសំឡេងមកបន្ទប់ខ្ញុំយប់នេះខ្ញុំនឹងបង្រៀនអ្នកពីបច្ចេកទេសប្រយុទ្ធមួយចំនួនដែលមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលអាចរៀនបានជើងរបស់លីលីទុនទៅចិត្តរបស់នាងញ័រដោយសំឡេងរំខានមុខឡើងក្រហមនាងបានដើរទៅទ្រូងដោយសង្កត់បាតដៃទាំងពីររបស់នាងចូលគ្នាអធិស្ឋានចុចទ្រូងបានបើកសមិទ្ធភាពធ្វើឲ្យប្រសើរឡើងនៅសួនច្បារអេកូឡូស៊ីមូលដ្ឋានដ៏ល្អឥតខ្ចោះអាចចាប់ផ្ដើមធ្វើស្រែចម្ការឥឡូវនេះការស្ដារធម្មពលផ្លូវចិត្តដ៏អស្ចារ្យរបស់ចិញ្ចៀនស៊ីរ៉ែន30តម្លៃជំនាញ20និងអាចរក្សាទុកជំនាញប្រភេទទឹកសម្រាប់ការបញ្ចេញភ្លាមវត្ថុបុរាណវេទមន្តកម្រិតខ្ពស់ខ្ញុំបានពាក់វាភ្លាមកម្លាំងផ្លូវចិត្តរបស់ខ្ញុំបានងើបឡើងវិញយ៉ាងអស្ចារ្យបន្ទាប់មកយើងបានតម្រៀបគ្រាប់ពន្លឺដែលទម្លាក់ដោយសត្វចម្លែកនៅលើដីបន្ទះឈើមួយចំនួនធំភ្លុកដែកនិងអាហារក៏ដូចជាគំរូប៉មព្រួញសាមញ្ញមួយនិងកាត់បដូរគ្រាប់ពូជទីបំផុតយើងអាចញ៉ាំបន្លែស្រស់បានហើយលូណាបានរើសកាតមួយដែលបញ្ចេញពន្លឺពណ៌ស្ពីគំនរសាកសពផឹកកាតដាស់ទេពកោសល្យ
ហ្វូងមនុស្សទាំងមូលបានទប់ដង្ហើមក្នុងចំណោមក្មេងស្រី99នាក់នៅតែមានមនុស្សសាមញ្ញមួយចំនួនតូចដែលមិនទាន់ភ្ញាក់ពីដំណេករឿងនេះអាចផ្លាស់ប្ដូរវាសនារបស់មនុស្សម្នាក់ទល់នឹងមេឃខ្ញុំបានសម្លឹងមើលហ្វូងមនុស្សហើយប្រគល់កាតនោះទៅឲ្យក្មេងស្រីធាត់ម្នាក់ដែលមានរូបរាងទាបដែលទើបតែធ្វើការយ៉ាងលំបាកបំផុតក្នុងការដឹកសាកសពប៉ាទីវាជារបស់អ្នកព្រោះអ្នកបានខិតខំប្រឹងប្រែងបំផុតនៅពេលនេះដែលផ្ដល់រង្វាន់ដោយផ្អែកលើគុណសម្បត្តិប៉ាទីបានយកវាដោយភ្នែកដែលតុបតែងឡើងវិញដោយដាស់ទេពកោសល្យឲ្យគោមុនភ្លាមនាងអាចកំណត់អត្តសញ្ញាណជាតិពោលនិងចម្អិនអាហារកម្រិតខ្ពស់ការគាំទ្រផ្នែកភស្តុភារដ៏ល្អឥតខ្ចោះជាមួយនឹងរឿងនេះរង្វាន់ត្រូវបានបែងចែកហើយកម្លាំងរបស់មនុស្សគ្រប់គ្នាក៏កើនឡើងយ៉ាងខ្លាំងយប់នោះងឹតដូចទឹកខ្មៅទ្វារកាប៊ីនរបស់ប្រធានក្រុមត្រូវបានគូសយ៉ាងស្រាលលីលីដោយកាន់ជាអាវសិស្សសាលារបស់នាងបានដើរចូលមកដោយភ័យដូចកូនជៀមដែលកំពុងរងចាំការសម្លាប់ប្រធានក្រុមតើអ្នកកំពុងរកខ្ញុំមែនទេខ្ញុំបានដាក់ដាវវែងដែលខ្ញុំកំពុងជូតចុះដើរទៅរកនាងមួយជំហានម្ដងហើយចាប់ដៃតូចត្រជាក់របស់នាងហេតុអ្វីបានជាដៃរបស់អ្នកត្រជាក់ម្លេះខ្ញុំបានទាញនាងទៅបង្អួចដ៏ធំពីរជាន់ដល់ពិដានដោយអបដៃខ្ញុំធ្នមជុំវិញចង្កេះរបស់នាងពីក្រោយតាមរយៈសម្លៀកបំពាក់ស្ដើងរបស់នាងអាចមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំកំពុងលោតញាប់ក្លូអ៊ីអបកូននាងរបស់នាងដោយមើលងាយត្រីសម្រាមខ្ញុំកំពុងមើលប្លង់ស្រាប់តែមានសម្លេងគោះទ្វារលូស៊ីដ៏រស់រវើកនាំក្មេងស្រីមុខស្លេកពីរបីនាក់មកជាមួយបានដើរចូលមកទាំងបង្វើខ្លួនយ៉ាងកំសាកប្រធានក្រុមយើងរឿងនោះបានមកដល់ហើយមីងហ្វ្លូបានមកលេងខ្ញុំស្រាប់តែដឹងថាបន្ទាប់ពីរស់រានមានជីវិតពីសមុទ្របាន2សប្តាហ៍រយៈពេលសេរីវិជារបស់ក្មេងស្រីបានមកដល់កាលពីមុនសរសៃប្រសាទរបស់យើងតានតឹងហើយយើងមិនខ្វល់ទេប៉ុន្តែឥឡូវនេះជីវិតមានផាសុកភាពបញ្ហាទាំងអស់ក៏កើតឡើងមានក្មេងស្រីចំនួន99នាក់នៅលើកប៉ាល់នោះដោយគ្មានសម្លេងអនាម័យឬស្រោមអនាម័យក្នុងខ្លួនទេនេះគឺជាគ្រោះមហន្តរាយដ៏មហន្តរាយមួយខ្ញុំបានបើកទីផ្សារជួញដូរភ្លាមរបស់របរនេះពិតជាបានคล้ายជារបស់ប្រណីតមែនបន្ទះអនាម័យ Zeus មួយកញ្ចប់ពិតជាមានតម្លៃទឹក10ប៉ុស្តិ៍ទូរទស្សន៍ពិភពលោកពោពេញទៅដោយមនុស្សដែលជេរប្រមាថអ្នកផលិតបន្ទះអនាម័យ